បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍សាជាថ្មីមកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាវីដេអូរបស់ខ្ញុំមួយបាទដែលនឹងបង្ហាញដើមឈើមួយប្រភេទជូនពុកម៉ែបងប្អូនទស្សនាលេងបាទហើយចំពោះដើមឈើនេះមែនទែនទៅប្រហែលជាពុកម៉ែបងប្អូនភាគច្រើនស្គាល់បាទហើយសង្ឃឹមថាពុកម៉ែបងប្អូនជួយចុច Subscribe ក៏ដូចជាកាន់ដឹងម្នាក់មួយដើម្បីចែកជូនឲ្យទៅពុកម៉ែបងប្អូនយើងផ្សេងទៀតពិសេសក្មេងៗជំនាន់ក្រោយបាទបានស្គាល់នៅដើមឈើមួយប្រភេទនេះបាទចំពោះដើមឈើមួយប្រភេទនេះមានឈ្មោះថាដើមរំដួលពុកម៉ែបងប្អូនបាទនេះគឺជាលក្ខណៈទូទៅនៃសម្បកពណ៌ដើមបាទរំដួលបាទខ្ញុំសូមបង្ហាញលក្ខណៈទូទៅបាទទូទ្រោះបាទតកតងនឹងលក្ខណៈសម្គាល់នៃដើមរំដួលបាទទី1តកតងនឹងសម្បកវាបងប្អូននេះសម្បកវាអាចថាចែកចេញជា2បាទសម្បកចាស់ហើយនិងសម្បកបែបដើមគ្រឿងខ្ចីបាទសម្បកចាស់វាគឺវារៀងប្រេះលៀនចេញមកក្រៅបែបនេះបងប្អូនហើយសម្បកឬខ្ចីវាគឺវាងាត់បាទរៀងស្មូតរលោងជាប់ជាមួយនឹងដើមបែបនេះបាទហើយពណ៌សម្បកវាគឺមានលក្ខណៈសម្គាល់គឺមានពណ៌បែបក្រមៅឬក៏បងប្អូនខ្លះហៅថាពណ៌រឹងត្នោតបាទនេះបាទពណ៌រឹងត្នោតហើយចំពោះដើមរំដួលនេះភាគច្រើនដុះនៅតំបន់ខ្ពង់រាបនិងតំបន់ភ្នំបងប្អូនបាទហើយវាមានកម្ពស់អាចថាចាប់ពី5ម៉ែត្រទៅដល់ជាង10ម៉ែត្រឬក៏ត្រឹម12ម៉ែត្របងប្អូននេះជាកម្ពស់ដែលយើងតែងតែសង្កេតក៏ដូចជាសន្មត់បាទប្រហែលបងប្អូនបាទគឺប្រហែលជា5ទៅ12ម៉ែត្របាទនេះសម្បកវាហើយស្លឹកវាបងប្អូននេះស្លឹកបាទស្លឹកខ្ចីបែបនេះស្លឹកវាមានលក្ខណៈមិនសូវជាធំទេបងប្អូនបាទស្លឹកវាមែនតែនទៅដូចជាតឹងស្លឹកប្រហែលជា2ថ្នប់ដៃបងប្អូនបាទហើយបណ្ដោយស្លឹកគឺដូចជាប្រហែលជា4ថ្នប់ដៃអញ្ចឹងប្រហែលជាអាចទៅចិត្តមួយទឹកអញ្ចឹងបងប្អូនបាទហើយតឹងវាប្រហែលជា3ទៅ5សង់ទីម៉ែត្របាទតឹងដោយស្លឹកប្រហែលជា10សង់ទីម៉ែត្រអានេះខ្ញុំប្រហែលទេណាបងប្អូនបាទហើយស្លឹកវាមានលក្ខណៈឆ្លាស់គ្នាបែបនេះបងប្អូនគឺឆ្លាស់គ្នាមួយវាអត់ដុះស្លឹកហ្នឹងទន្ទឹមគ្នាទេគឺឆ្លាស់គ្នាហើយពណ៌ស្លឹកវិញគឺបើស្លឹកខាងលើវាគឺបែបពណ៌បៃតងថារាងចាស់បងប្អូនបាទហើយពាក់ព័ន្ធនឹងស្លឹកខាងក្រោមគឺរាងបែករាងសបន្តិចគឺវាបៃតងបែបវាមិនបៃតងរលើបដូចខាងត្រូវថ្ងៃអញ្ចឹងណាបងប្អូនបាទនេះវារាងសរាងស្លេកជាងបន្តិចបាទហើយចំពោះបងប្អូនចំពោះទ្រង់ទ្រាយដើមវាបាទជាទូទៅដើមរំដួលគឺវាមានលក្ខណៈមានមែកច្រើនបាទប៉ុន្តែមែកតូចបែបនេះបងប្អូនហើយមានស្លឹកច្រើនបាទស្លឹកតូចតែស្លឹកច្រើនបាទហើយពាក់ព័ន្ធនឹងអត្ថប្រយោជន៍គឺសម្រាប់ដើមរំដួលហើយជាពុកម៉ែបងប្អូនវាច្រើនបានដឹងហើយអត្ថប្រយោជន៍បាទដូចជាសម្បកដូចជារឹសបាទហើយនឹងផ្កាហើយនឹងផ្លែសុទ្ធតែអាចប្រើប្រាស់បានបងប្អូនសម្បកគឺយើងអាចយកទៅផ្សំថ្នាំបងប្អូនដូចជាសម្បកហើយនឹងផ្កាគឺវាអាចយកទៅផ្សំថ្នាំជាឱសថបុរាណសម្រាប់ព្យាបាលជំងឺបានប៉ុន្តែសម្រាប់វីដេអូនេះខ្ញុំសូមមិនលម្អិត
អំពីនៃការប្រើប្រាស់កែច្នៃធ្វើថ្នាំឯងបងប្អូនដោយសារយើងអត់មានជំនាញប៉ុន្តែគាត់ចង់បង្ហាញបងប្អូនអំពីទ្រង់ទ្រាយហើយនឹងលក្ខណៈសម្គាល់នៃដើមរំដួលបាទសម្បកវាគឺអាចយកទៅផ្សំជាឱសថបាទហើយផ្កាវាក៏អាចយកទៅផ្សំជាឱសថបានបងប្អូនហើយផ្លែវាបាទសម្រាប់ផ្លែទុំបាទវាមានពណ៌បែបក្រមៅបាទបងប្អូនបាទពណ៌ក្រមៅហើយមានរសជាតិផ្អែមឆ្ងាញ់យើងអាចបរិភោគបានបច្ចុប្បន្នវានៅសម្បូរនៅឡើយទេបងប្អូនសម្រាប់ដើមរំដួលនេះប៉ុន្តែសម្បូរទៅតាមតំបន់ដែរទេបងប្អូនបាទសម្រាប់តំបន់ទំនាបអីគឺអត់សូវមានទេបងប្អូនគឺมันមានតែម្ដងបងប្អូននៅតំបន់ដែលទំនាបមិនសូវមានដុះដើមរំដួលនេះទេបាទនេះលក្ខណៈដើមវាហើយចំពោះអត្ថប្រយោជន៍នៃដើមវាគឺដូចជាមិនមានក្លឹមដែលយើងអាចយកទៅកែច្នៃធ្វើជារបស់ប្រើប្រាស់ដូចជាធ្វើក្តារផ្ទះឬក៏គ្រឿងផ្ទះឬក៏គ្រឿងអាហារបានទេបងប្អូនដោយសារតែឈើដើមរំដួលនេះគឺវាជាប្រភេទឈើតូចបាទมันមានក្លឹមបាទដែលវាមានទំហំអាចចន្លោះពី20ទៅ40សង់ទីម៉ែត្រកម្ពស់វាអាចពី5ទៅ12ម៉ែត្របងប្អូនបាទអញ្ចឹងវាមិនសូវអាចយកទៅកែច្នៃធ្វើជាគ្រឿងសង្ហារិមឬរបស់ប្រើប្រាស់បានទេបងប្អូនបាទហើយផ្លែវាវិញប្រហែលជាពុកម៉ែបងប្អូនសឹងតែទូទាំងប្រទេសហើយដែលបានស្គាល់ក៏ដូចជាធ្លាប់បានហូបគឺរាងវាជាចង្កោមហើយពណ៌ក្រមៅហើយមានរសជាតិផ្អែមឆ្ងាញ់បងប្អូនបាទនេះសម្រាប់លក្ខណៈផ្លែវាបាទហើយមួយទៀតប្រហែលជាពុកម៉ែបងប្អូនថាដើមរំដួលយើងមើលមែនតែនទៅគឺជាមិនសូវមានប្រយោជន៍បាទជាជាក់ស្ដែងគឺអត់សូវមានប្រយោជន៍ទេបាទគាត់អាចយកទៅធ្វើថ្នាំបានផ្លែវាអាចហូបបានដូចជាឈើប្រភេទផ្សេងដែរបើយើងធៀបជាមួយឈើប្រណិតផ្សេងគឺដើមរំដួលនេះគឺมันអាចយកទៅលក់ឬក៏ដោះដូរបានថ្លៃដូចជាឈើប្រណិតក៏ញងពេញយ៉ាងនួនអីទេបងប្អូនបាទប៉ុន្តែប្រហែលជាបងប្អូនមិនចាប់អារម្មណ៍សម្រាប់ដើមរំដួលនេះបើយើងនិយាយអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ប្រចាំថ្ងៃជាការពិតវាមិនសូវជាមានអត្ថប្រយោជន៍មានតម្លៃដូចឈើប្រណិតបើឈើប្រណិតក្លឹមឈើប្រណិតដូចជាបេងដូចជាញងអីតែមួយដុំគឺមានតម្លៃរហូតដល់រាប់រយរាប់ពាន់អាចដល់រាប់ម៉ឺនដុល្លារប៉ុន្តែសម្រាប់ការដើមរំដួលគឺអត់អាចមានតម្លៃដល់ហ្នឹងទេបងប្អូនបាទប៉ុន្តែសូមជម្រាបពុកម៉ែបងប្អូនថាដើមរំដួលគឺជាដើមឈើមួយប្រភេទដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញឬក៏យើងអាចនិយាយថាมันអាចកាត់ថ្លៃបានដោយសារតែបើតាមខ្ញុំចាំនៅឆ្នាំ2005បាទដឹកនាំបានចុះបរិយាក្រិតបាទចេះរើសយកផ្ការំដួលនេះជាផ្កាតំណាងប្រទេសកម្ពុជាយើងបាទតំណាងជាតិបាទដោយសារតែផ្ការំដួលនេះតាំងពីបុព្វបុរសយើងពីសម័យបាទមុនបាទសម័យអង្គររួចជាចំនួនសម័យអង្គរបាទដូនតាយើងចាស់ចំនួនមុនគាត់យកផ្ការំដួលនេះទៅឆ្លាក់ជាក្បាច់បាទបាច់ជាផ្ការំដួលនៅតាមប្រាសាទនានាចឹងទេបានជារដ្ឋាភិបាលយើងសប្តាហ៍ថ្ងៃបានចេញរាជកិច្ចជ្រើសរើសយកផ្ការំដួលនេះជាផ្ការតំណាងឲ្យប្រទេសកម្ពុជាបាទចឹងទេសម្រាប់ផ្ការំដួលនេះមួយគឺមានតម្លៃក៏ដូចជាគេឈ្មោះវាមិនធម្មតាទេបងប្អូនបើធៀបជាមួយនឹងឈើផ្សេងបាទបតាវាមិនមានតម្លៃក្នុងការជួញដូរប៉ុន្តែគេឈ្មោះគឺមានតម្លៃដែលมันអាចកាត់ថ្លៃបានបងប្អូនបាទដូចជាផ្កាវាគេយកទៅផលិតជាទឹកអប់បានបងប្អូន
ពួកវាមានក្លិនក្រអូបហើយខ្ញុំសូមបញ្ជាក់ផងដែរថាផ្ការំដួលវាមានក្លិនក្រអូបនៅពេលរសៀលបាទរសៀលល្ងាចនឹងយប់បាទហើយគេយកវាទៅច្នៃធ្វើជាទឹកអប់បានបាទយកទៅក្រងធ្វើជាផ្កាសម្រាប់បូជាព្រះបានបងប្អូនបាទហើយនឹងអាចយកវាទៅធ្វើជាឱសថបាទសម្រាប់ជាបាជំងឺបានបាទនេះជាអត្ថប្រយោជន៍នៃផ្ការំដួលហើយជាផ្កាតំណាងឲ្យប្រទេសជាតិយើងបាទនេះដើមវាបងប្អូនដោយសារដើមនេះដើមតូចហើយផ្កាផុតឲ្យបងប្អូនបាទគឺអត់កាន់ផ្លែទេផ្កាវានេះបងប្អូនផ្ការំដួលនេះគឺនេះវាជ្រុះអស់ហើយបងប្អូនសល់តងវាក្រៀមអស់ទៅគឺនៅសល់តងតូចដោយសារតែដើមតូចបងប្អូនវាផ្កាចោលអត់កាន់នេះបាទហើយផ្ការំដួលនេះមានពណ៌បាទលឿងបងប្អូនលឿងស្រាលហើយមានក្លិនក្រអូបនិងមានពីរស្រទាប់បាទស្រទាប់ក្រោមហើយនិងស្រទាប់លើស្រទាប់ក្រោមមាន3ស្រទាប់3ខ្លែបបងប្អូន3ស្រទាប់ផ្កាហើយខាងលើក៏មាន3ស្រទាប់ផ្កាដែរដោយសារតែផ្កាវាជ្រុះអស់បងប្អូនដល់អញ្ចឹងអត់អាចបង្ហាញផ្កានេះជូនបងប្អូនបាទបង្ហាញតែដើមដើម្បីឲ្យបងប្អូនឬក៏ក្មេងៗជំនាន់ក្រោយគាត់បានស្គាល់ថាដើមមានលក្ខណៈសម្គាល់ទូទៅយ៉ាងដូចដាច់ខ្លះយ៉ាងហ្នឹងបាទសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទសូមសង្ខេបខ្លីជូនពុកម៉ែបងប្អូនម្ដងទៀតគឺសម្រាប់អត្ថប្រយោជន៍នៃផ្ការំដួលដើមរំដួលគឺទី1យើងអាចយកសម្បកវាផ្កាវាទៅសំជាឱសថបានបាទហើយផ្លែទុំយើងអាចយកទៅបរិភោគបានវាមានរសជាតិឆ្ងាញ់ផ្អែមឆ្ងាញ់បាទហើយចំពោះផ្កាវិញគឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជាយើងបាទគឺមានសារៈសំខាន់ខ្លាំងណាស់បងប្អូនបាទហើយសង្ឃឹមថាពុកម៉ែបងប្អូនពេលជួបបាទដើមរំដួលក៏ដូចជាដល់រដូវវាប្រមូលផលបងប្អូនមិនគួរកាប់ទេបងប្អូនបាទអាចកាប់មែកទុកកុំរំលំដើមបងប្អូនដើម្បីទុកឲ្យប្រទេសយើងកាន់តែសម្បូរនៃផ្កានៃដើមរំដួលបាទហើយសម្រាប់ដើមរំដួលនេះដែរគឺបច្ចុប្បន្នក៏វាមិនសូវជាសម្បូរដូចមុនដែរបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនមានដីទំនេរអីអាចដាំបាទបច្ចុប្បន្នបើជាអាចគេបង្កាត់វាឬក៏បណ្ដុះវាបងប្អូនអាចដាំពួកអីវាមានប្រយោជន៍ច្រើនអាចមានជាម្លប់សម្រាប់ជ្រោកដែរដោយសារតែស្លឹកច្រើនបងប្អូនដូចជាក់ស្ដែងដើមនេះអញ្ចឹងមើលស្លឹកបាទច្រើនអញ្ចឹងម្លប់បាទហើយយើងអាចមានផ្កាយកទៅបាទបងពុកម៉ែបងប្អូននៅស្រុកខ្សែចំការគាត់អាចបេះផ្កាយកទៅលក់បានបាទគាត់ក្រងដើម្បីឲ្យពុកម៉ែបងប្អូនយើងទិញយកទៅថ្វាយព្រះបាទហើយយកទៅផ្សំថ្នាំហើយនឹងទុកឲ្យវាផ្លែសម្រាប់ទទួលទានបានបងប្អូនបាទសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះបងប្អូនបាទសង្ឃឹមថាពុកម៉ែបងប្អូនជួយ Subscribe ក៏ដូចជាចុចរូបកណ្ដឹងម្នាក់មួយបាទដើម្បីឲ្យបានក្មេងៗជំនាន់ក្រោយបានស្គាល់បាទលក្ខណៈសម្គាល់ទូទៅនៃដើមរំដួលបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ